ជំរាបសួរប្រិយមិត្តអ្នកស្ដាប់និងអ្នកទស្សនាជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់ Channel Cambodian Horror Story ទីកន្លែងដែលប្រមូលផ្ដុំទៅដោយរឿងរ៉ាវព្រេងនិទានអាចកំបាំងនិងអបិយជំនឿខ្មែរពិតៗដែលធ្វើឲ្យលោកអ្នកព្រឺសម្បុរគ្រប់វិនាទីនៅក្នុងវប្បធម៌សិល្បៈខ្មែរល្ខោនខោលគឺជាទម្រង់សិល្បៈដ៏ចំណាក់និងមានភាពស័ក្តិសិទ្ធិបំផុតរាល់របាំងមុខឬខ្មុកដែលតួអង្គពាក់ជាពិសេសគឺរបាំងមុខយក្សត្រូវបានគេជឿថាមានវិញ្ញាណគ្រូបធាយឬទេវតាតាមថែរក្សាជានិច្ចសិល្បករខ្មែរតែងតែក្រាបសំពះសុំការអនុញ្ញាតមុននឹងយកមកពាក់ហើយហាមដាច់ខាតមិនឲ្យដើរកន្លងជន់ឬយកទៅលេងសើចឡើយប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើជនពាលម្នាក់ហ៊ានប្រមាថនិងប្រើអំណាចរឹបអូសយករបាំងមុខដ៏ពិសិដ្ឋនេះយកទៅធ្វើជារបស់តាំងលម្អក្នុងផ្ទះកំហឹងរបស់គ្រូបធាយនឹងសាងចុះមកយ៉ាងសាហាវកម្រិតណាសូមអញ្ជើញប្រិយមិត្តសម្រួលអារម្មណ៍ហើយចូលរួមស្ដាប់រឿងអាចកំបាំងរបាំងមុខយក្សនិងវិញ្ញាណគ្រូបធាយដូចតទៅកាលពីសម័យសង្គមរាស្ត្រនិយមនៅឯស្រុកមួយក្នុងខេត្តកណ្ដាលមានវងល្ខោនខោលដ៏ល្បីល្បាញមួយដែលដឹកនាំដោយលោកគ្រូសានលោកគ្រូសានជាគ្រូសិល្បៈចាស់វស្សាដែលគោរពស្រឡាញ់សិល្បៈស្មើជីវិតគាត់មានវត្ថុស័ក្តិសិទ្ធិប្រចាំត្រកូលមួយគឺរបាំងមុខទស្សកលឬមុខយក្សដែលធ្វើពីស្បែកនិងខ្មុកលាបពណ៌មាសលីបេតងមានអាយុកាលរាប់រយឆ្នាំរដូវវស្សាចូលមកដល់ការងារសម្ដែងត្រូវផ្អាកធ្វើឲ្យវងល្ខោនជួបការខ្វះខាតលោកគ្រូសានត្រូវបង្ខំចិត្តទៅខ្ចីប្រាក់ពីថៅកែមេងដែលជាសេដ្ឋីកំណាញ់និងមានអំណាចប្រចាំស្រុកដើម្បីទិញអង្ករចិញ្ចឹមកូនសិស្សប៉ុន្មានខែក្រោយមកថៅកែមេងបាននាំកូនចៅមកទារបំណុលរាល់ផ្ទះដោយសារគ្មានប្រាក់សងថៅកែមេងបានសម្លឹងឃើញរបាំងមុខយក្សដែលដំកល់នៅលើហង្សាអាសានបើឯងគ្មានលុយសងអញទេអញនឹងយករបាំងមុខយក្សដ៏ស្អាតនេះទៅដកសងបំណុលមើលទៅក្បាច់វាល្អណាស់យកទៅតាំងលម្អក្នុងបន្ទប់ទទួលភ្ញៀវអញប្រកាសជាអស្ចារ្យថៅកែកុំឲ្យថៅកែរបស់នេះជារបស់គ្រូមានបារមីស័ក្តិសិទ្ធិណាស់មិនអាចយកទៅតាំងលេខសយបានទេសូមថៅកែទុកពេលឲ្យខ្ញុំរកលុយសងចោះថៅកែមេងមិនខ្វល់ពីការអង្វរនិងការព្រមប្រមានឡើយគេបានបញ្ជាឲ្យកូនចៅទាញយករបាំងមុខនោះពីលើអាសនៈយ៉ាងកំរោលធ្វើឲ្យលោកគ្រូសានដួលអុកគូតយំអបជើងថៅកែតែត្រូវកូនចៅថៅកែធាក់ចេញថៅកែមេងបានយករបាំងមុខនោះឡើងឡានត្រឡប់ទៅភៀមគ្រួរបស់ខ្លួនដោយក្តីត្រេករាយមកដល់ភូមិគ្រើដ៏ធំស្កឹមស្កាយរបស់ខ្លួនថៅកែមេងបានយករបាំងមុខយក្សនោះទៅដោតភួរនៅលើជញ្ជាំងកណ្ដាលបន្ទប់ទទួលភ្ញៀវជិតក្បាលសត្វប្រាសដែលគេបាញ់បានយប់ដំបូងគ្រួសារថៅកែមេងកំពុងអង្គុយហូបបាយជុំគ្នាស្រាប់តែមានរឿងចម្លែកកើតឡើងខ្យល់អត់មានបុកសោះតែរៀងរបាំងមុខយក្សនៅលើជញ្ជាំងនោះចាប់ផ្ដើមយល់ចុះយល់ឡើងកូនឈ្នួលក្នុងផ្ទះចាប់ផ្ដើមខ្សឹបខ្សៀវគ្នាដោយក្តីភ័យខ្លាចថៅកែខ្ញុំថារបាំងមុខនឹងដូចមានព្រលឹងយ៉ាងម៉េចមិនដឹងទេមិញនេះខ្ញុំឃើញភ្នែកយក្សនឹងក្រឡត់មើលមកខ្ញុំពួកឯងនេះឈួតអស់ហើយរបស់ធ្វើពីស្បែកសោះមានព្រលឹងឯណាកុំចេះតែនិយាយផ្ដេសផ្ដាសប្រយ័ត្នអញកាត់ប្រាខែយប់នោះម៉ោងប្រហែល12រំលងអធ្រាត្រថៅកែមេងើពីដេកដើរចុះមកផឹកទឹកនៅជាន់ថ្តដីពេលដើរកាត់បន្ទប់ទទួលភ្ញៀវក្រោមពន្លឺព្រះច័ន្ទដែលចាំងជុលតាមបង្អួចគេបានក្រឡេកទៅមើលរបាំងមុខនោះអ្វីដែលគេឃើញធ្វើឲ្យគេព្រឺសម្បុរខ្ញារបាំងមុខដែលធ្លាប់តែព្យួរនៅស្ងៀមពេលនេះស្រាប់តែប្រែទឹកមុខពីការញញឹមទៅជាការសម្លឹងមរិញភ្នែករបស់វាបញ្ចេញពន្លឺពណ៌ក្រហមព្រាលព្រាលក្នុងភាពងងឹតថៅកែមេងខំញីភ្នែកគិតថាខ្លួនឯងងងុយដេកពេកមើលច្រឡំក៏ប្រញាប់ដើរឡើងទៅដេកវិញ3ថ្ងៃក្រោយមកហេតុការណ៍កាន់តែអាក្រក់ឡើងរាល់ពេលពាក់កណ្ដាលអាធ្រាត្រអ្នកផ្ទះតែងតែឮសំឡេងមនុស្សជើងធ្ងន់ដើរគោះក្តារដឹបជុំវិញផ្ទះហាក់ដូចជាសំឡេងតួអង្គយក្សកំពុងដើរចេញតបក្នុងរឿងរាមកេតកូនឈ្នួលនិងប្រពន្ធរបស់ថៅកែមេងភ័យរន្ធត់រហូតសុំរើទៅដេកនៅផ្ទះបាយខាងក្រោយអស់ចំណែកថៅកែមេងដែលជាចាស់រឹងរូសនៅតែដេកក្នុងបន្ទប់ធំម្នាក់ឯងយប់នោះមេឃចាប់ផ្ដើមធ្លាក់ភ្លៀងរលឹមស្រេចថៅកែមេងកំពុងដេកលក់ស្រាប់តែមានអារម្មណ៍ថាមានខ្យល់ដង្ហើមធំផ្លុំកាត់មុខរបស់គេពឿគេបើកភ្នែកឡើង
ស្រមោលខ្មៅដ៏ធំមហិមាមួយកំពុងឈរអោនសម្លឹងមើលគេពីលើក្រែស្រមោលនោះមានរូបរាងជាមនុស្សមាឌធំពាក់ក្បាំងមុខយ៉ាក់និងស្លៀកពាក់ទម្រង់ល្ខោនខោបុរាណតែវាជាស្រមោលខ្មៅងងឹតដែលគ្មានសាច់ឈាមអ្នកណាគេចេញឲ្យឆ្ងាយពីអញស្រមោលនោះមិនឆ្លើយតែវាបានបន្លឺសំឡេងសើចកងរំពងហោះដែលធ្វើឲ្យកញ្ចក់ក្នុងបន្ទប់ប្រេះស្រាំថៅកែម៉េងទៀងភួយមកទទួលជិតក្បាលញ័រខ្លួនដួតកូនសัตว์មិនហ៊ានសូម្បីតែស្រែកហៅឲ្យគេជួយព្រឹកឡើងថៅកែម៉េងធ្លាក់ខ្លួនឈឺមុខមាត់ស្លេកស្លាំងគេដឹងច្បាស់ថារបាំងមុខយក្សនោះពិតជាមានបញ្ហាដោយសារសេចក្តីភ័យខ្លាចគេសម្រេចចិត្តដោះវាចេញពីជញ្ជាំងដើម្បីយកទៅដុតចោលពេលល្ងាចថាកែមេងបានកាន់ចន្លុះភ្លើងនិងកាន់របាំងមុខយក្សនោះដើរទៅក្រោយផ្ទះអាខ្មោចចង្រៃអញនឹងដុតឯងឲ្យខ្លាចជាភ័ក្រមើលឯងហ៊ានមកលងអញទៀតទេខណៈដែលគេបំរុងនឹងបោះរបាំងមុខនោះចូលទៅក្នុងគំនរភ្លើងអ្វីដែលគួរឲ្យរន្ធត់បំផុតបានកើតឡើងរបាំងមុខយក្សនោះស្រាប់តែបញ្ចេញពន្លឺពណ៌បៃតងខ្ចីរួចហោះងើបចេញពីដៃរបស់ថាកែមេងវាហោះវិលជុំវិញខ្លួនគេរួចស្ទុះមកបោកផ្ទប់នឹងផ្ទៃមុខរបស់ថាកែមេងយ៉ាងកម្លាំងថាកែមេងខំប្រាំងយកដៃទាំងពីរទាញរបាំងមុខនោះចេញតែវាហាក់ដូចជាមានឫសចាក់ជ្រៅទៅក្នុងស្បែកមុខរបស់គេទៅហើយទាញយ៉ាងណាក៏មិនរបើករាងកាយរបស់គេចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងវិញ្ញាណគ្រូបាត់ធ្យាយបានចូលសន្តិដ្ឋក្នុងខ្លួនគេបាត់ទៅហើយរំពេចនោះសំឡេងភ្លេងពីណប់ពាតខ្មោចបានបន្លឺឡើងកងរំពងពេញបរិវេណផ្ទះទោះបីជាគ្មានអ្នកណាលេងក៏ដោយរាងកាយរបស់ថៅកែម៉េងស្រាប់តែងើបឈរត្រង់ខ្លួនរួចចាប់ផ្ដើមរំតាមក្បាច់ល្ខោនខោតួអង្គយ៉ាក់គេរំបោះជំហានយ៉ាងធ្ងន់លើកជើងនិងពុតដៃយ៉ាងខ្លាំងក្លាប៉ុន្តែថៅកែមេងមិនមែនជាអ្នកសិល្បៈទេសរសៃសន្លាក់របស់គេរឹងកំព្រឹសការបង្ខំឲ្យរំក្បាច់យ៉ាក់ដែលទាមទារឲ្យពុតកាយយ៉ាងលំបាកបានធ្វើឲ្យឆ្អឹងនឹងសន្លាក់របស់គេចាប់ផ្ដើមបន្លឺសំឡេងក្រឹបក្រាក់អូយជួយផងឈឺណាស់បាក់ឆ្អឹងខ្ញុំហើយឲ្យខ្ញុំឈប់ទៅទោះបីជាគេស្រែកយំនឹងអង្វរយ៉ាងណាក៏រាងកាយគេនៅតែបន្តរាំទន្ទ្រានដីយ៉ាងខ្លាំងក្លាគ្មានឈប់ឈរកូនឈ្នួលនិងប្រពន្ធបានរត់មុខមើលតែគ្មានអ្នកណាហ៊ានចូលទៅជួយទេព្រោះភ្នែករបស់របាំងមុខយក្សនោះកំពុងបញ្ចេញពន្លឺក្រហមឆ្អៅគំរាមកំហែងអ្នកដែលហ៊ានចូលទៅក្បែរថៅកែមេងត្រូវបង្ខំឲ្យរាំរហូតដល់ពាក់កណ្ដាលអាត្រៀតជើងរបស់គេចាប់ផ្ដើមហើមពុះឈាមហូរចេញពីប្រអប់ជើងដែលទន្ទ្រានដីខ្លាំងពេកទីបំផុតរាងកាយរបស់គេបានទន់ជង្គង់ដួលខ្ពកទៅលើដីតែរបាំងមុខនៅតែមិនរបើកប្រពន្ធរបស់ថៅកែមេងបានប្រញាប់ឲ្យកូនឈ្នួលទៅនិមន្តលោកគ្រូសានទាំងយប់ដើម្បីមកជួយសង្គ្រោះពេលលោកគ្រូសានមកដល់ឃើញទិដ្ឋភាពនេះគាត់បានស្រក់ទឹកភ្នែករួចលុតជង្គង់អុជធូបបួងសួងសុំខមាទោសពីគ្រូបាត់ចាយអោលោកគ្រូបាត់ចាយអើយកូនចៃសូមក្រាបថ្វាយបង្គំជននេះល្ងងខ្លៅហ៊ានប្រមាថបារមីលោកគ្រូឥឡូវគេទទួលកម្មហើយសូមលោកគ្រូមេត្តាដោះលែងគេទៅចោះកុំឲ្យមានពៀវរៈនឹងគ្នាទៀតអីលោកគ្រូសានបានយកទឹកមន្តដែលសូត្រគាថាគ្រូសិល្បៈមកប្រោះព្រំទៅលើរបាំងមុខនោះបន្ទាប់ពីត្រូវទឹកមន្តរបាំងមុខយក្សនោះបានបញ្ចេញផ្សែងពណ៌សរួចរបូតចេញពីផ្ទៃមុខរបស់ថៅកែមេងធ្លាក់មកលើដីយ៉ាងស្រាលថៅកែមេងបកដង្ហើមញាប់មុខមាត់ស្លេកស្លាំងទោះបីជារួចជីវិតប៉ុន្តែសន្លាក់ជើងនិងដៃរបស់គេត្រូវបាក់បែកនិងខូចខាតអស់ទៅហើយធ្វើឲ្យគេត្រូវអង្គុយលើរទេះរុញអស់មួយជីវិតនេះគឺជាលទ្ធផលនៃការប្រមាថនិងប្រាអំណាចទៅលើវត្ថុស័ក្តិសិទ្ធិថៅកែមេងបានប្រគល់របាំងមុខយក្សនោះទៅឲ្យលោកគ្រូសានវិញព្រមទាំងលុបចោលបំណុលទាំងអស់និងបរិច្ចាគប្រាក់ជាច្រើនដើម្បីជួយឧបត្ថម្ភដល់វងល្ខោនខោលដើម្បីជាការលាងបាបរបាំងមុខយក្សដ៏ពិសិដ្ឋនោះត្រូវបានលោកគ្រូសានយកទៅតម្កល់ទុកនៅលើអាសនៈយ៉ាងខ្ពស់ត្រដែតនិងមានការគោរពបូជាយ៉ាងត្រឹមត្រូវរហូតមកដល់សព្វថ្ងៃ
រឿងនេះបានរំលឹកយើងថាវប្បធម៌សិល្បៈនិងជំនឿរបស់ដូនតាគឺជារបស់ដែលមានតម្លៃផ្លូវចិត្តខ្ពស់បំផុតការយករូបិយប័ណ្ណឬអំណាចមកជន់ឈ្លីវានឹងនាំមកនូវវិនាសកម្មដែលមិនអាចនឹកស្មានដល់សូមអរគុណប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានការនិទានរឿងរបស់ Channel Cambodian Horror Story តាំងពីដើមរហូតដល់ចប់ប្រសិនបើលោកអ្នកស្រឡាញ់គាំទ្រវប្បធម៌និងរឿងព្រេងខ្មែរសូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើងខ្ញុំសូមបួងសួងឲ្យលោកអ្នកជួបប្រទះតែសេចក្តីសុខសុវត្ថិភាពគ្រប់ពេលវេលារាត្រីសួស្តី